នៅពេលនេះសូមលោកអ្នកសម្រាប់បន្តិចសិនហើយផ្ចង់ចិត្តជាមួយនឹងបណ្ឌិត Haro Sela ក្រោមវិចារណកថាខ្លីស្ដីអំពីគោលការណ៍នៃជីវិតរស់នៅប្រចាំថ្ងៃដែលប្រែសម្រួលសម្លេងជាភាសាខ្មែរដោយលោកមករាសូមស្វាគមន៍លោកអ្នកមកកាន់នីតិគោលការណ៍ជីវិតរស់នៅប្រចាំថ្ងៃក្រោមប្រធានបទធ្វើដូចម្ដេចទើបខ្ញុំដឹងថាអ្វីមួយជាសេចក្តីពិតព្រះគម្ពីរយ៉ូហានជំពូក8ខ32អ្នករាល់គ្នានឹងស្គាល់សេចក្តីពិតហើយសេចក្តីពិតនឹងរំដោះអ្នករាល់គ្នាឲ្យមានសេរីភាពព្រះគម្ពីរយ៉ូហានជំពូក8ខ32ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីតើអ្វីទៅជាសេចក្តីពិតសំណួរនេះធ្លាប់ត្រូវបានគេសួរទៅព្រះយេស៊ូវគ្រីស្ទពីសំណាក់បរិសម្នាក់ឈ្មោះប៉ុនទាសពីឡាតឈុតឆាកបានកើតឡើងនៅក្នុងបន្ទប់កាត់ក្តីរបស់រ៉ូម៉ាំងព្រះគ្រីស្ទកំពុងតែត្រូវបានគេកាត់ទោសដោយរងការចោទប្រកាន់ថាបង្កការបះបោរដោយព្យាយាមផ្ដួលរំលំរដ្ឋាភិបាលរ៉ូម៉ាំងវាជាស្ថានភាពមួយដ៏តានតឹងដែលជំរុញឲ្យមានសំណួរមួយអំពីសេចក្តីពិតលោកប៉ុនទាសពីឡាតគឺជាទេសាភិបាលម្នាក់នៅក្នុងទឹកដីអ៊ីស្រាអែលតំណែងរបស់គាត់មានលក្ខណៈនយោបាយហើយត្រូវបានទិញដោយកលល្បិចនៃអំណាចនៅក្នុងអំឡុងនៃការគ្រប់គ្រងរបស់គាត់សេចក្តីពិតមិនមានភាពពាក់ព័ន្ធនឹងជ័យជំនះខាងនយោបាយរបស់គាត់ទេការសូកប៉ាន់និងអំពើពុករលួយដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងឃាតកម្មនិងអំពើហិង្សាបានក្លាយជាឧបករណ៍របស់លោកប៉ុនទាសពីឡាតដើម្បីរក្សាអំណាចកំពូលរបស់គាត់ឥឡូវលោកពីឡាតលើកសំណួរបែបទស្សនវិជ្ជាថាតើអ្វីទៅជាសេចក្តីពិតមនុស្សម្នាក់អាចយល់ដោយងាយអំពីដំណើរស្វែងរកសេចក្តីពិតរបស់គាត់បើគាត់ចង់ស្វែងរកសេចក្តីពិតមែននោះគាត់នឹងមិនមាននៅអ្វីដែលមនុស្សបានកំពុងតែស្វែងរកតាំងពីកំណើតមនុស្សជាតិមិនខានសំណួរសួរថាតើអ្វីទៅជាសេចក្តីពិតនេះមិនមែនជាទីចាប់ផ្ដើមឬទីបញ្ចប់ជាមួយនឹងលោកពីឡាតទេជាច្រើនរយឆ្នាំមុនលោកពីឡាតមានទស្សនវិទូក្រិចជាច្រើនអ្នកបានចំណាយពេលនៃជីវិតរបស់ពួកគេស្វែងរកសេចក្តីពិតហើយសពថ្ងៃនេះជាច្រើនសតវត្សរ៍ក្រោយមកអ្នកខ្លះនៅតែស្វែងរកសេចក្តីពិតដដែលយើងបានខំប្រឹងស្វែងរកនៅលើផ្នែកនៃចំណេះដឹងតែការស្វែងរកសេចក្តីពិតនេះនៅតែបន្តមានដដែលអ្នកវិទ្យាសាស្ត្រព្យាយាមចង់ដឹងអំពីសេចក្តីពិតនៃជីវិតនៅលំហខាងក្រៅទស្សនវិទូចង់ដឹងថាតើសេចក្តីពិតមានលក្ខណៈប្រែប្រួលឬក៏ដាច់ខាតសង្គមវិទូស្វែងរកសេចក្តីពិតអំពីការលុបបំបាត់សង្គមនៃភាពក្រីក្រនិងវិសមភាពសេដ្ឋវិទូសម្រាប់ចិត្តស្វែងរកសេចក្តីពិតអំពីការបំពេញតម្រូវការរបស់អ្នកមាននិងអ្នកក្រប្រិយមិត្តអ្នកស្ដាប់ជាទីស្រឡាញ់ការកំណត់អត្ថន័យនៃសេចក្តីពិតគឺស្ថិតនៅក្នុងចំណោមបញ្ហាដ៏សំខាន់បំផុតនៃជីវិតនាពេលសព្វថ្ងៃវចនានុក្រមមួយបានកំណត់អត្ថន័យនៃសេចក្តីពិតថាវាត្រូវពាក់ព័ន្ធនឹងតថភាពជាក់ស្ដែងក្នុងន័យម្យ៉ាងទៀតវាជាអ្វីដែលមានអត្ថិភាពរួចហើយតើវាមិនសមហេតុផលទេឬដើម្បីស្វែងរកសេចក្តីពិតយើងគួរតែងាកទៅរកព្រះមួយអង្គដែលជាដើមជាំដំបូងគេនៃអ្វីៗទាំងអស់ដែលមានអត្ថិភាពនោះលោកផ្លាតូបាននិយាយអំពីព្រះជាដើមចមឬជាព្រះអធិករលោកអារីស្តូតបាននិយាយអំពីព្រះដែលធ្វើចលនាគឺជាកម្លាំងមួយដ៏ធំហិមាដែលគ្មានអ្វីមួយអាចធំជាងនោះឡើយយើងហៅទ្រង់ថាជាព្រះជាម្ចាស់លោក Lloyd Morgan ដែលជាសតវិទូបាននិយាយអំពីព្រះជាម្ចាស់ថាព្រះដែលធ្វើសកម្មភាព Divine Activity ទស្សនវិទូបារាំងលោក Henry Bergson មានប្រសាសន៍អំពីព្រះអង្គថាជាកម្លាំងដ៏សំខាន់នៅក្នុងជីវិតដូច្នេះមិនថាមនុស្សហៅទ្រង់បែបណាទេបើសេចក្តីពិតជាអ្វីមួយដែលឆ្លើយតបនឹងតថភាពជាក់ស្ដែងប្រកបណាស់រឿងដ៏សំខាន់បំផុតនៅក្នុងជីវិតគឺត្រូវស្គាល់ភាពពិតជាក់ស្ដែងរបស់ព្រះជាម្ចាស់នៃព្រះគម្ពីរព្រះដ៏មានគ្រប់បច្ចេស្តាព្រះអធិករនៃរបស់សពសារពើភាពធំហិមានៃព្រះជាស្តាទ្រង់នៅក្នុងការបង្កើតអ្វីៗឲ្យលេចមកជារូបរាងនេះជាភ័ស្តុតាងជាក់ស្ដែងមួយដល់មនុស្សទាំងអស់ចាប់តាំងពីដើមកំណើតមនុស្សជាតិមកទស្សនវិទូអ្នកវិទ្យាសាស្ត្ររួមជាមួយអ្នកមិនជឿសាសនានិងអ្នកជឿអបិយជំនឿបានទទួលស្គាល់ថាព្រះជាម្ចាស់បានសម្ដែងចេញព្រះជាស្តារបស់ទ្រង់នៅក្នុងរបស់សពសារពើនៅក្នុងលោកនេះយ៉ាងណាមិញចំពោះមនុស្សមួយចំនួនព្រះជាម្ចាស់គ្រាន់តែជាអំណាចឬកម្លាំងដ៏ច្នៃប្រឌិតមួយដែលបានបង្កើតអ្វីៗប៉ុណ្ណោះប៉ុន្តែព្រះជាម្ចាស់ដ៏ពិតមិនគ្រាន់តែជាកម្លាំងមួយនោះទេព្រះអង្គមិនគ្រាន់តែជាគោលគំនិតខាងទស្សនវិទូនោះទេព្រះជាម្ចាស់ក៏មិនមែនជាអ្វីមួយឬជាវត្ថុមួយដែលគ្មានទំនាក់ទំនងនោះដែរព្រះអង្គជាវិញ្ញាណនិងជាបុគ្គលមួយអង្គហើយព្រះអង្គបានបើកសម្ដែងអង្គទ្រង់ឲ្យមនុស្សបានឃើញតាមរយៈព្រះយេស៊ូវគ្រីស្ទដែលជាអង្គបរិជ្ជបុត្រារបស់ទ្រង់ការបើកសម្ដែងរបស់ទ្រង់ចំពោះមនុស្សបានកើនឡើងតាមរយៈទង្វើនៃសេចក្តីស្រឡាញ់នៃការចាត់ព្រះយេស៊ូវមកកាន់ផែនដីក្នុងនាមជាព្រះជាម្ចាស់គង់នៅក្នុងសាច់ឈាមជាមនុស្ស
សាច់រឿងអំពីការបើកសម្ដែងរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិត្រូវបានកត់ត្រាទុកនៅក្នុងមគ្គុទ្ទេសក៍ជីវិតមួយក្បាលដែលយើងហៅថាព្រះគម្ពីរលោកអ្នកអាចស្គាល់ព្រះជាម្ចាស់បានតាមរយៈព្រះយេស៊ូវគ្រីស្ទព្រះយេស៊ូវបានមានបន្ទូលហើយថាអ្នកណាដែលស្គាល់ខ្ញុំក៏ស្គាល់ព្រះវរបិតាខ្ញុំដែរសូមអរគុណសូមព្រះប្រទានពរខគម្ពីរយោងសម្រាប់អានបន្ថែមនៅក្នុងព្រះគម្ពីរយ៉ូហានជំពូក17ពីខ1ដល់ខ19ប្រិយមិត្តទើបតែបានស្ដាប់និងលើកទឹកចិត្តពីបណ្ឌិត Haro Sela ប្រែសម្រួលសំឡេងជាភាសាខ្មែរដោយលោកមករាបើសិនលោកអ្នកចង់ស្វែងរកធនធានផ្សេងទៀតក៏សូមចូលទៅកាន់គេហទំព័រ www.guidelines.org ហើយយើងខ្ញុំក៏ចង់ឮពីប្រិយមិត្តផងដែរដោយគ្រាន់តែផ្ញើអ៊ីមែលតាមអាសយដ្ឋាន info@guidelines.org